ដើមឈើត្រូវការឫសកែវដើម្បីចុះទៅក្រោមដើម្បីជាបង្គោលរឹងមាំក៏ប៉ុន្តែដើម្បីចិញ្ចឹមដើមចិញ្ចឹមផ្លែចិញ្ចឹមស្លឹកវាត្រូវការឫសរយាងយកជីជាតិយកនេះយ៉ាងណាមិញគណៈបកយើងក៏អញ្ចឹងដែរគណៈបកយើងត្រូវការឫសកែវដើម្បីឲ្យមានការរឹងមាំពេលខ្យល់ព្យុះពេលអីហ្នឹងយើងមានភាពរឹងមាំក៏ប៉ុន្តែក៏យើងត្រូវការឫសរយាងដែលនៅដុះពេញទូទាំងប្រទេសកុំភ្លេចយើងមាន1652ឃុំសង្កាត់នៅក្នុងប្រទេសយើងមាន2198នាក់ដែលជាតំណាងរបស់ប្រជាពលរដ្ឋយើងដែលជាតំណាងរបស់គណៈបកយើងនៅទូទាំងប្រទេសនោះហើយដែលជាឫសរយាងដែលជាសរសៃឈាមដែលចិញ្ចឹមចរន្តអ្នកប្រជាធិបតេយ្យចិញ្ចឹមជីវិតអ្នកប្រជាធិបតេយ្យហើយចិញ្ចឹមភាពស្មោះត្រង់សច្ចធម៌និងសិលធម៌របស់យើងនៅតាមមូលដ្ឋានកាលណាយើងឫសយើងដុសទៅដល់មូលដ្ឋានកាន់តែរឹងមាំជាពិសេសឆ្នាំ2027នេះមានសារៈសំខាន់មែនទែនចុះទៅជ្រាបដល់ឃុំច្រើនយ៉ាងណាលទ្ធិប្រជាធិបតេយ្យហើយប្រទេសជាតិយើងមិនស្លាប់ទេដោយសារបងប្អូននឹងឯងដែលផ្ដល់ជីវិតដល់លទ្ធិប្រជាធិបតេយ្យដល់ពួកយើងអ្នកប្រជាធិបតេយ្យហ្នឹងហើយនឹងដល់ប្រទេសជាតិយើងធ្វើម៉េចកុំឲ្យយើងអស់សង្ឃឹម